បាទជំរាបសួរអំពុំមីងលោកយាយលោកតាពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំចែករំលែកបាទផ្លែមួយប្រភេទនេះចែកជូនបងប្អូនអំពុំមីងលោកយាយលោកតាក្មួយយុវវ័យជំនាន់ក្រោយឲ្យគាត់បានស្គាល់ឬក៏គាត់រំលឹកគាត់ឡើងវិញឲ្យគាត់បានដឹងបាទផ្លែមួយប្រភេទនេះគេហៅថាផ្លែស្ដុកស្ដុលបងប្អូនបាទគឺអត់មានអ្នកណាលួចអត់មានអ្នកណាបេះអត់មានអ្នកណាធ្វើអាជីវកម្មយកទៅលក់ដូរទេបងប្អូនគឺផ្លែល្អមែនទែនបាទរូបរាងសម្ដៀងបាទស្លឹកក៏ដូចមានបាទផ្លែក៏ដូចមានដែរបងប្អូនបាទគាត់ថាមានទុំលក្ខណៈផ្សេងអានេះទុំលក្ខណៈពណ៌លឿងបងប្អូនបាទហើយអត់សូវមានអ្នកហូបទេបងប្អូនមានអត់សូវមានអ្នកហូបគឺមិនមានតែហ្មងបងប្អូនបាទបើហូបភាគតិចណាបងប្អូនបាទហូបភាគតិចផ្លែស្ដុកស្ដុលនោះវារសជាតិវិញគឺវារៀងផ្អែមឡំបងប្អូនមិនមែនថាហូបមកកើតអីទេបងប្អូនហូបកើតតែអត់មានអ្នកហូបបាទសាច់នេះគឺវាមានរសជាតិសាបរៀងផ្អែមឡំបងប្អូនរៀងផ្អែមឡំបាទបើបងប្អូនធ្លាប់ហូបមានខ្ចីអាមានជីបដាក់សាច់មុនដំបូងរៀងខ្ចីបងប្អូនបាទគឺសាច់វាប្រហាក់ប្រហែលគ្នាបាទឡំផ្អែមតិចណាបងប្អូនបាទហើយសាបហើយផ្លែមែនទែនម្ដងណាក៏ផ្លែអញ្ចឹងដែរបងប្អូនផ្លែគ្រប់មេឃបាទមានអាដើមផ្សេងទៀតគឺផ្លែជាងនេះទៀតបងប្អូនផ្លែនេះហូបកើតប៉ុន្តែបងប្អូនសូមអធិស្ឋានវាស្កាតមាត់បើហូបច្រើនធ្វើឲ្យកាត់ណាតណាបងប្អូនបាទហើយចំណែកខាងក្រោមនេះវិញបាទផ្លែវាជីបនឹងជ្រុះបងប្អូនផ្លែជីបជ្រុះទៅជ្រុះមកដល់ដីហើយនេះផ្លែវាចេញជាបលាអញ្ចឹងថាលេងបងប្អូនសូមអធិស្ឋានអានេះទុរេនបាទកំពង់ចាមហើយមកដកផ្សិតហ្នឹងមកដកផ្សិតអត់មានបានដាំបាយទាន់អីទាន់ទេបងប្អូនប្រញាប់មកពេកខ្លាចលោកមានផ្សិតដោះច្រើនទៅខ្លាចគេដកអស់តាមការពិតមកអត់បានផ្សិតផងហើយក៏ដាក់ទុរេននេះយកមកហូបបាទការពារកុំឲ្យឃ្លានបាយបងប្អូនបាទហើយផ្សិតអានេះវគ្គទៅទៀតបងប្អូនវគ្គទៅទៀតអត់មានបានអីនេះបានផ្សិតប៉ុណ្នេះពី3ជើងនេះបងប្អូនបាទនេះប៉ុណ្ណឹងផ្សិតសន្សងផ្សិតឈើផ្សិតលាជតែប៉ុណ្្នឹងឯងបងប្អូនអត់មានបានអីទេហើយក៏ដាក់ទុរេនហ្នឹងជាងមកទឹកតែរួមទុំហូបអីមិញហូបនេះអត់អីទេមានអីបាទប្រពន្ធខ្ញុំគាត់ខ្លាចថាហូបផ្លែស្ដុកស្ដុលហើយមកហូបទុរេនទៅវាពុលអញ្ចឹងណាបងប្អូនបាទផ្លែស្ដុកស្ដុលនេះហូបច្រើនអត់បានទេវាកាត់ណាតបងប្អូនខ្លាំងជាងមនុស្សទៀតអានេះហូបតែព្រមតែ10ផ្លែអីណាតជាងឆ្កឹះចង់ចាញ់ឈាមប៉ិនហូបកើតហើយបងប្អូននោះទៅមើលដើមខាងនោះនិយាយពីផ្លែអូយផ្លែដល់កហើយបងប្អូនអារបស់ណាដែលគេមិនសូវហូបគឺផ្លែចំណាប់ហើយមានណាបេះយកទៅលក់ដូរដូចមានដូចអីស្លឹកវាស្តៀងតែស្លឹកមានណាបងប្អូនប៉ុន្តែដល់ពេលទុំពណ៌លឿងមានទុំពណ៌មានទុំពណ៌មិនចេះបងប្អូនដូចយើងខ្មៅហើយផ្លែហ្នឹងសបកស្ដើងទេបងប្អូនអត់មានសបកក្រាស់ដូចមានទេមានសបកក្រាស់រៀងរឹងហើយអានេះសបកស្ដើងរៀងទន់ហើយបងប្អូនណាត្រូវការចង់ភ្លក់រសជាតិអីតាក់តងខ្ញុំមកបាទ1 គីឡូតែ1000អីក៏បេះឲ្យបងប្អូនខ្លាចលុយចង់ស្គាល់រសជាតិបានហូបច្រើនអត់បានវាស្កាតមើះមាត់ឬក៏ជួនកាលទៅមកពីវាស៊ាំដោយមនុស្សដែរណាបងប្អូនបាទនឹកខ្លះទៅហូបទៅស៊ាំបានច្រើននឹកខ្លះទៅហូបទៅអត់ស៊ាំប៉ុន្តែ 100%ដល់នេះហើយបងប្អូនដឹងតែគេមិនសូវហូបទេព្រោះបើសិនតែគេហូបហ្នឹងគេហូបអស់ហើយគេបេះយកផ្ញើកូនចៅឬក៏បេះយកទៅលក់អស់ហើយបងប្អូនអត់មានណាស៊ាំនឹងស៊ាំទេហូបទៅដល់កាត់មាត់ហ្មងកាត់ណាតហ្មងកាត់ឈៀបល្មើសធ្វើឲ្យណាតយើងប្រេះចាញ់ឈាមអញ្ចឹងណាបងប្អូនបើហូបច្រើនណាហើយមើលមានអ្នកណាយកទៅណាបងប្អូនផ្លែចងចកោបអញ្ចឹងហើយមើលតែពីក្រោមដើមអញ្ចឹងក៏ស្រក់ទឹកមាត់គួរឲ្យចង់ហូប
ប៉ុន្តែហូបវាមិនបានហើយក៏អត់មានណាណាតំណើមហូបទេបងប្អូនអត់មានអ្នកណាតំណើមហូបទេហើយក៏អត់មានណាតំណើមបេះដែរចង់បេះទៅប្រហែលគូយន្តបេះទៅយកទៅផ្ទះម្នាក់ឯងក៏បានអត់មានអ្នកតំណើមទេហើយខាងក្រោមនេះសមដែលធ្លាក់នេះសัตว์វាស៊ីបងប្អូនសូម្បីតែសัตว์ក៏វាអត់សូវស៊ីដែរបើវាស៊ីភាគតិចមែនទេណាបងប្អូនបែបវាល្មើសមឹកវាល្មើសអីវាមិនដឹងបងប្អូនមើលហៅផ្លែទុរេនវិញឆ្ងាញ់ជាងសាច់ទុរេនច្រឡំហៅផ្លែទុរេនបាទទុរេនខាងកំពង់ចាមបងប្អូនខាងប្រពន្ធខ្ញុំគាត់អ្នកដាំគាត់ផ្ញើមកជាងមកទឹកតែបងប្អូនមិនទុំបាទអត់ត្រេនអត់ដាក់ថ្នាំងាយទុំឯងបងប្អូនគាត់បេះមកគាត់អ្នកដាំត្រេនគាត់ដឹងថាទុកប្រហែលថ្ងៃបន្ទុំអញ្ចឹងណាបងប្អូនបាទដល់ដូចខ្ញុំអីអត់ដែលដាំអត់ដែលអីអញ្ចឹងខ្ញុំដឹងទេដឹងថាទុកប្រហែលថ្ងៃបន្ទុំអីទុំទេបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងខ្ញុំចែកលេខតែប៉ុណ្្នឹងអរគុណច្រើនសម្រាប់បងប្អូនអ៊ំពូមីងលោកយាយលោកតាបានឃើញវីដេអូមួយនេះបាទជូនពរអ៊ំពូមីងលោកយាយលោកតាពុកម៉ែបងប្អូនទាំងអស់សុខសប្បាយទាំងអស់គ្នាខ្ញុំបាទបន្ទូចជម្រាបលាបាទ